ព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្ររាជធានីភ្នំពេញខណ្ឌពោធិ៍សែនជ័យរដ្ឋបាលសង្កាត់ចោមចៅទី1លេខ002/26សចនថ្ងៃអង្គារ9កើតខែមិញឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ចោមចៅទី1ថ្ងៃទី27ខែមករាឆ្នាំ2026សេចក្តីជូនដំណឹងរដ្ឋបាលសង្កាត់ចោមចៅទី1សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលបានតយ៉ាប់និងបងប្អូនម្ចាស់អាជីវករអ្នកលក់ដូរនៅលើដីចំណីផ្លូវឬនៅលើផ្លូវសាធារណៈស្ថិតនៅភូមិទួលពងរសង្កាត់ចោមចៅទី1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញឲ្យបានជ្រាបថាចំពោះបងប្អូនប្រជាពលរដ្ឋដែលបានតយ៉ាប់មកលើចំណីផ្លូវនិងផ្លូវសាធារណៈព្រមទាំងប្រកបអាជីវកម្មលក់ដូរតាំងទំនិញផ្សេងបណ្ដាលឲ្យផ្លូវមានលក្ខណៈរួមតូចចង្អៀតមានការកកស្ទះចរាចរណ៍ពុំមានសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈនិងធ្វើឲ្យបាត់បង់សោភ័ណភាពដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈនឹងធ្វើឲ្យមានសោភ័ណភាពស្រស់ស្អាតឡើងវិញដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះតយ៉ាប់និងបងប្អូនអាជីវករអ្នកលក់ដូរនៅលើដីចំណីផ្លូវនិងផ្លូវសាធារណៈសូមធ្វើការរុះរើសំណង់និងទំនិញផ្សេងចេញវិញព្រមទាំងបញ្ឈប់ការសាងសង់សំណង់ផ្សេងនិងតយ៉ាប់ព្រមការលក់ដូរនៅលើដីចំណីផ្លូវនិងផ្លូវសាធារណៈដោយទុករយៈពេល7ថ្ងៃចាប់ពីថ្ងៃជូនដំណឹងនេះតទៅក្នុងករណីរងរូសមិនព្រមអនុវត្តទៅតាមខ្លឹមសារសេចក្តីជូនដំណឹងនេះទេរដ្ឋបាលសង្កាត់ចោមចៅទី1នឹងចុះចាត់ចែងវិធានការរុះរើសំណង់ទាំងនេះចេញឲ្យអស់ពីលើទីតាំងខាងលើដោយពុំទទួលខុសត្រូវរកការខូចខាតបាត់បង់សម្ភារៈដែលមាននៅលើទីតាំងខាងលើនេះឡើយរដ្ឋបាលសង្កាត់ចោមចៅទី1សង្ឃឹមជឿជាក់យ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះនិងបងប្អូនអាជីវករអ្នកលក់ដូរមានភាពទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តទៅតាមខ្លឹមសារសេចក្តីជូនដំណឹងខាងលើនេះឲ្យមានប្រសិទ្ធភាព